នៅក្នុងវីដេអូនេះសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាចាំមកដាំកូនស្ពៃបាន4-10គុំលេងហើយនឹងកូនគ្រាប់អាឡឹកគ្រាប់ត្រសក់បន្តិចដោយសារតែខ្ញុំដាំម្សាមុនហ្នឹងគឺខ្ញុំទទួលបានផលច្រើនគួរសមដែរហើយក៏ខ្ញុំកាត់អស់ហើយអញ្ចឹងមិនថាជីវិតមនុស្សសត្វរុក្ខជាតិទេគឺវាតែងតែមានការទៅការមកអញ្ចឹងណាអញ្ចឹងជាពេលដែលខ្ញុំត្រូវដកវាចេញហើយខ្ញុំដាំថ្មីចំពោះការដាំមិនពិបាកទេដោយសារតែខ្ញុំមានកន្លែងដាំស្រេចអញ្ចឹងខ្ញុំគ្រាន់តែជ្រោយដីតិចៗចំណាយពេល20-30នាទីគឺរួចជាការស្រេចចានេះគឺជាដំណាំដែលខ្ញុំត្រូវដាំថ្ងៃនេះគឺមានកូនស្ពៃបុកចយដែលខ្ញុំទិញកូនគេមកស្រេចចាំមកប្រអប់ហ្នឹងគឺគេលក់តម្លៃ$5ចាអញ្ចឹងខ្ញុំអត់ប្របែកវាទេគឺខ្ញុំដាំទាំងក្តោបអញ្ចឹងតែម្ដងព្រោះប្របែកទៅរែងលោវាងាប់ព្រោះកូនស្ពៃហ្នឹងគឺវារាងតូចដែរអញ្ចឹងណាបងប្អូនចាអញ្ចឹងបន្ទាប់ពីខ្ញុំដាំស្ពៃបុកចយនឹងហើយខ្ញុំដាំសាឡាត់ចាបន្ទាប់ពីសាឡាត់ហើយខ្ញុំក៏ដាំចាស្ពៃឆៃស៊ីមតែស្ពៃឆៃស៊ីមនេះគឺខ្ញុំដាំចារោយគ្រាប់ទេបងប្អូនអញ្ចឹងយើងមានបន្លែបៃតងច្រើនមុខដែរនៅក្នុងសួនដំណាំចាមកប្រអប់មួយនេះសួនដំណាំមកប្រអប់នេះគឺវាមានទំហំរាងបន្ទាប់ពីខ្ញុំដាំហើយខ្ញុំត្រូវដាក់គម្របអញ្ចឹងបងប្អូនដើម្បីការពារកុំឲ្យសត្វចូលស៊ីព្រោះនៅនេះគឺសម្បូរសត្វណាស់ហើយម្យ៉ាងទៀតចាមូលហេតុដែលខ្ញុំដាក់លឹកចេកគ្របពីលើអញ្ចឹងដោយសារនៅខាងខ្ញុំនេះគឺក្តៅមែនទែនដាក់អញ្ចឹងទៅដើម្បីកុំឲ្យវាចាស្លោកចាជួនកាលយើងភ្លេចស្រោចទឹកអីអញ្ចឹងទៅដំណាំយើងគឺងាប់អស់លេងអញ្ចឹងម្លប់អញ្ចឹងវាអាចជួយឲ្យដំណាំយើងលូតលាស់បានល្អដែរ